ជំរាបសួរបងប្អូនរៀនភាសាអង់គ្លេសទាំងអស់គ្នាបាទថ្ងៃនេះគឺបន្តជាមួយនឹងខ្ញុំបន្តទៀតទាក់ទងជាមួយនឹងការរៀនភាសាអង់គ្លេសថ្ងៃនេះគឺខ្ញុំមានព័ត៌មានមួយបាទទាក់ទងជាមួយនឹងការបកកាសែតបាននិយាយអំពីខ្ជុះបាទតើប្រទេសកម្ពុជារបស់យើងនឹងមានផលប៉ះពាល់អ្វីខ្លះពីខ្ជុះយើងធម្មតាយើងដឹងថាប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជារបស់យើងគឺមានភ្លៀងផងដែរមែនទេបាទដោយសារតែបាទខ្ជុះបាទពីបណ្ដាប្រទេសអាស៊ានគឺវារងផលប៉ះពាល់មកដល់ខ្មែរយើងផងដែរតោះឥឡូវទៅរៀនជាមួយនឹងខ្ញុំថាតើព័ត៌មាននេះគឺបាទនិយាយពីអ្វីខ្លះអូខេហើយសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសគឺយើងអាចយកសៀវភៅមកដើម្បី note ពាក្យដែលយើងអាចរៀនបានដើម្បីពង្រឹងភាសាអង់គ្លេសរបស់យើងផងដែរតោះឥឡូវបាទមើលបាទ topic ឬក៏ប្រធានបទគេដាក់ថាម៉េចគេដាក់ថា Cambodia is the public caution over impacts of two storm ចេះមានន័យថាម៉េចបាទ Cambodia យើងដឹងហើយថាគឺប្រទេសកម្ពុជាបាទហើយពាក្យ is មានន័យថាជំរុញឬក៏ប្រាប់ក៏បានដែរពាក្យ public បាទ caution មានន័យថា caution កន្លែងនេះមានន័យថាការប្រុងប្រយ័ត្ន public យើងដឹងជាសាធារណៈអញ្ចឹងមានន័យថាម៉េចមានន័យថាប្រទេសកម្ពុជាឬក៏ក្រសួងបាទធនធានទឹកនិងឧតុនិយមហ្នឹងគាត់បានប្រកាសថាសូមមានការប្រុងប្រយ័ត្នឬក៏ជំរុញឲ្យប្រជាពលរដ្ឋយើងទាំងអស់បាទដែលស្ថិតនៅក្នុងប្រទេសកម្ពុជាហ្នឹងមានការប្រុងប្រយ័ត្នជាសាធារណៈអូខេបាទជុំវិញទាក់ទងនឹងផលប៉ះពាល់មួយចំនួននៃខ្ជុះ2អូខេតោះឥឡូវទៅរៀននៅក្នុងអត្ថបទជាមួយនឹងខ្ញុំថាតើខ្ជុះ2នោះមានឈ្មោះអីខ្លះអូខេគេដាក់ថា Cambodia on Thursday is ចឹងពាក្យទៅ Cambodia ប្រទេសកម្ពុជាកាលពីថ្ងៃប្រហោះបាទថ្ងៃប្រហោះអូខេ KS បាទមានន័យថាបានជំរុញចឹងពាក្យតងជាមួយនឹងពាក្យថា us គឺមានន័យថាបានជំរុញបាទកន្លែងនេះគឺសេចជា past simple ចឹង subject បាទ plus ជាមួយនឹង verb to របស់យើងដោយសារតែ បញ្ចប់ដោយ e យើងគ្រាន់តែ add d យកតែប៉ុណ្ណោះខ្លាយទៅជា verb to ឯងព័ត៌មាននេះខ្ញុំសរសេរទាំងពីថ្ងៃសៅរ៍ដោយសារតែខ្ញុំអត់មានពេលថតចឹងមកដល់ថ្ងៃនេះគឺថ្ងៃទី11ឯងមែនទេកាលខ្ញុំសរសេរថ្ងៃសៅរ៍គឺថ្ងៃទី8ចឹងវាច្រើនថ្ងៃដែរឯងបាទ as sea traveler មានន័យថាអ្នកធ្វើដំណើរបាទទៅលេងសមុទ្រអីហ្នឹងបាទ to be highly អញ្ចឹងមានន័យថាម៉េចបាទប្រទេសកម្ពុជាបាទកាលពីថ្ងៃប្រហោះហ្នឹងគឺជំរុញបាទឲ្យអ្នកធ្វើដំណើរទាំងអស់បាទដែលចង់លេងទៅលេងសមុទ្រឬក៏អ្នកដែលនៅក្បែរសមុទ្រហ្នឹងគឺ to be highly caution មានន័យថាសូមមានការប្រុងប្រយ័ត្នបន្តិចបាទមានន័យ highly ហ្នឹងអាចប្រុងប្រយ័ត្នខ្ពស់ក៏បានដែរបាទប្រុងប្រយ័ត្នខ្ពស់អូខេ from November បាទខែវិច្ឆិកាយើងហ្នឹងណាបាទចន្លោះខែវិច្ឆិកាយើងហ្នឹងចាប់ពីទីម៉ានទី6អញ្ចឹងទី6បាទរហូតដល់ទី15ឥឡូវបើយើងគិតទៅថ្ងៃត្រឹមតែទី11ឯងអញ្ចឹងដល់ទី15គឺនៅ4ថ្ងៃទៀតដល់អញ្ចឹងនៅវាអាចមានផលប៉ះពាល់បាទមានភ្លៀងមានស្គររន្ទះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នរាល់ការធ្វើដំណើរពីទីកន្លែងមួយទៅកន្លែងមួយបាទអូខេ as the Southeast Asian មានន័យថាយើងដឹងហើយថាភាគខាងត្បូងណានៃអាស៊ីនឹងឯងអូខេអញ្ចឹងយើងដឹងហើយថាផលប៉ះពាល់មកដល់ប្រទេសកម្ពុជាយើងនឹងមានបាទអូខេចាប់ពីខែហ្នឹងខែវិច្ឆិកាប៉ុន្តែនៅថ្ងៃទី6ដល់ទី10ទី15អញ្ចឹងសូមបងប្អូនទាំងអស់គ្នាបាទ highly caution by caution កន្លែងនេះដឹងហើយណាមានការប្រុងប្រយ័ត្នតិចទៅអូខេ yes okay បន្តទៅទៀតបាទ country will suffer តបន្តទៅទៀតបាទ country will suffer from the impacts of two storm បាទឡើងមាន F ផងអូខេបាទ the storm មានន័យថាប្រទេសបាទយើងដឹងហើយថាបន្ទាប់ពីខ្ជុះនេះបាទយើងប្រទេសដែលស្ថិតនៅអាស៊ានប៉ែកខាងត្បូង
នឹងទទួលអីគេបាទនឹងទទួលរងផលប៉ះពាល់ជាង software នេះនឹងទទួលរងផលប៉ះពាល់ពីផលប៉ះពាល់បាទនេះបាទ from the impact បាទរាល់ការប៉ះពាល់មួយចំនួនតើតើនឹងខ្ជុះ2បាទខ្ជុះណាតើខ្ជុះ2នោះមានឈ្មោះអីខ្លះបាទបាទបន្តទៅទៀតបាទ the Ministry of Water Resources and by meteorology ចឹងកន្លែងនេះយើងអត់អានថា meteorology ទេបាទយើងអានថា meteorology មានន័យថាម៉េចមានន័យថាក្រសួងបាទធនធានទឹកនិងឧតុនិយមចឹងបងដឹងហើយពាក្យថា ministry ក្រសួងហើយពាក្យថា of water resources មានន័យថាធនធានទឹកហើយនិងឧតុនិយមបាទ meteorology អូខេបានបាទ set នេះគឺបាននិយាយបាទនៅក្នុងសេចក្តីប្រកាសបាទ in an announcement បាទនៅក្នុងសេចក្តីប្រកាសបាទថា that the king កន្លែងនេះមាន the kingdom of Cambodia ព្រះរាជាណាចក្រកម្ពុជាយើងណា will be affected ពេលថា will be affected នឹងបាទគេហៅថានឹងត្រូវបានរងផលប៉ះពាល់បាទអូខេនឹងទទួលផលប៉ះពាល់ណាគេនឹងទទួលរងដោយគេបាទពាក្យ typhoon នេះមានន័យខ្ជុះ typhoon នឹងឯងអ្វីទៅជាបាទខ្ជុះ typhoon គឺជាខ្ជុះបាទគេហៅថាបាទនៅប៉ែកខាងមានន័យថានៅមហាសមុទ្រឥណ្ឌាបាទគឺយើងមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចអូខេអញ្ចឹង typhoon នេះណាបាទ typhoon បាទ Kalmakian and the tropical storm បាទអីគេ phong vung ជាងបាទតំបន់ប្រូពេចណាខ្ជុះមួយទៀតគឺនៅតំបន់ប្រូពេចដែលមានឈ្មោះថា phong vung នេះឯងអូខេចឹងខ្ជុះ2ហ្នឹងមានទី1ខ្ជុះបាទ typhoon ទី2គឺខ្ជុះ phong vung អូខេបាទ the impacts of these storm មានន័យថាផលប៉ះពាល់នៃបាទខ្ជុះនេះបាទយើងដឹងហើយ will lead នឹងដឹកនាំឲ្យបាទ to increase បាទចឹងពោលពាក្យ lead កន្លែងនេះមានន័យថាដឹកនាំបាទឬមួយទៀតបាទពាក្យ increase នេះ increase rainfall ពាក្យថា rainfall ហ្នឹងមានន័យថាភ្លៀងធ្លាក់ហើយពាក្យថា increase បាទមានន័យថាចឹងមានន័យថាម៉េចថាផលប៉ះពាល់នៃបាទខ្ជុះនេះនឹងដឹកនាំឲ្យមានភ្លៀងធ្លាក់កាន់តែច្រើនចឹងបងប្អូនប្រើពាក្យ increase rainfall ហ្នឹងភ្លៀងធ្លាក់កាន់តែច្រើនហើយនឹងខ្យល់ព្យុះកាន់តែខ្លាំងផងដែរចឹងពី strong winds មានន័យថាខ្យល់កាន់តែខ្លាំងណាអូខេ in some areas បាទនៅក្នុងតំបន់មួយចំនួន some area តំបន់ណាបង in this បាទ in the lowlands នៅតំបន់បាទខ្ពង់បាទដីទាបដីរាងទាប and បាទហើយនឹងបាទតំបន់ដីខ្ពស់គឺមានបាទភ្លៀងធ្លាក់ដូចគ្នាចឹងពាក្យ highlands នេះមានន័យថាតំបន់ដែលដីខ្ពស់ក៏បានដែរ across the kingdom of Cambodia ជុំវិញប្រទេសកម្ពុជារបស់យើងនឹងឯងចឹង the king នេះមានន័យថាគេខ្ញុំសរសេរផ្លេតិចយើងអាចថា the king of Cambodia ព្រះរាជាណាចក្រកម្ពុជា the announcement said តាមសេចក្តីប្រកាសបាននិយាយអញ្ចឹងគឺក្រសួងឧតុនិយមនិយាយក្រសួងធនធានទឹកនិងឧតុនិយមណាគាត់បានប្រកាសបែបហ្នឹង the ministries call on ministry កន្លែងនេះមានន័យថាក្រសួងធនធានទឹកនិងឧតុនិយម the ministry of water resources បាទហើយ resources ហើយនឹង meteorology បាទនឹងឧតុនិយមគាត់បាទ call on កន្លែងនេះពាក្យថា call on មានន័យថាអំពាវនាវអូខេបាទមានន័យថាបានអំពាវនាវកន្លែងនេះគេសេជា past simple បានអំពាវនាវដល់ the people ដល់ប្រជាជនទាំងអស់ដែលរស់នៅប្រទេសកម្ពុជានេះបាទជាពិសេស especially បាទ those traveling ជាពិសេសអ្នកធ្វើដំណើរបាទ traveling បងដឹងហើយណាអ្នកធ្វើដំណើរដោយបាទស្មើជើងបាទពាក្យ violence មានអ្នកដែលធ្វើដំណើរដោយស្មើជើងបាទស្មើជើងមានន័យថាធ្វើដំណើរនៅលើដីគោកណាបងហើយមួយទៀតគឺអ្នកធ្វើដំណើរតាមសមុទ្របាទអញ្ចឹងមានន័យថាតាមសមុទ្របាទ to be extra vigilant ពាក្យ V នេះពាក្យមកពាក្យនេះបងណាស្មើនឹងពាក្យថា careful បាទពាក្យនេះស្មើពាក្យ careful មានន័យថាប្រុងប្រយ័ត្នអញ្ចឹងបើមានន័យថាម៉េចក្រសួងគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឬក៏ប្រជាជនហ្នឹងជាពិសេសអ្នកធ្វើដំណើរដល់លើដីគោក
ឬក៏អ្នកដែលធ្វើដំណើរតាមសមុទ្រ but to be extra នេះគឺមានការបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតបាទដើម្បីអីបាទ to avoid ដើម្បីជៀសវាងបាទ any possible dangers មានន័យថាទៅកុំឲ្យមានគ្រោះថ្នាក់កើតឡើងអីយល់ទេបងដើម្បីជៀសវាងបាទកុំឲ្យមានគ្រោះថ្នាក់កើតឡើងចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសមានពាក្យល្អៗច្រើនដែលយើងអាចរៀនបានដូចជា traveler អ្នកធ្វើដំណើរហើយ by caution បាទមានការប្រុងប្រយ័ត្ន impact ផលប៉ះពាល់ storm នេះយើងដឹងហើយជួបណាហើយមួយទៀត suffer មានន័យថាទទួលរងផលប៉ះពាល់អីមួយបាទហើយមួយទៀត the Ministry of Water Resources មានន័យក្រសួងធនធានទឹកហើយនឹង meteorology មានន័យឧតុនិយមបាទហើយ first មានន័យថាទទួលផលប៉ះពាល់អីមួយដែរបាទហើយបាទ storm យើងដឹងហើយណា lead នាំដឹកនាំទៅហើយពាក្យបាទ to increase បាទ rainfall មានន័យភ្លៀងធ្លាក់កាន់តែច្រើនហើយនឹងខ្យល់ព្យុះបាទ trombonus Samaria បាទហើយមួយទៀតពាក្យ lowland មានតំបន់ដីទាបហើយពាក្យ highland តំបន់ដីខ្ពស់អូខេបាទហើយ ministry call នេះពាក្យថា call on នេះបងណាមានន័យថាអំពាវនាវអូខេ specially ជាពិសេសបាទ traveling អ្នកធ្វើដំណើរបាទដីគោកតាមសមុទ្រ extra vigilance មានន័យថាស្មារតី careful ប្រុងប្រយ័ត្នបន្ថែមទៀតហើយ dangerous មានន័យថាគ្រោះថ្នាក់ចេះខ្ញុំមានតែប៉ុណ្ណឹងបងប្អូនដែលរៀនភាសាអង់គ្លេសមានចម្ងល់ត្រង់ចំណុចណាមួយអាច comment សួរខ្ញុំបានបាទOkay, thank you so much for watching this video. Okay.